សម្ដេចតេជោហ៊ុនសែនទទួលយកសំណើជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធសម្ដេចតេជោនាយកឧត្តមសេនីយ៍ផុតលេខកាយមាស5ហ៊ុនសែនបានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយនៅភារកិច្ចជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធសម្ដេចតេជោនាយកឧត្តមសេនីយ៍ផុតលេខកាយមាស5ហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាបានប្រកាសដូចនេះក្នុងឱកាសអញ្ជើញជួបជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី2និងទិសទី3នៅទីបញ្ជាការស្រាលទិសទី3ក្រុងសំរោងខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី26ខែមិថុនាឆ្នាំ2025ឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះសម្ដេចតេជោហ៊ុនសែនបានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយនៅភារកិច្ចជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើងជាពិសេសគឺការធានានៅការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើងដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវនៅក្នុងឱកាសនេះសម្ដេចតេជោនាយកឧត្តមសេនីយ៍ផុតលេខកាយមាស5ហ៊ុនសែនបានបញ្ជាក់យ៉ាងច្បាស់ថាសូមកងកម្លាំងទាំងឡាយកុំខ្លាចនៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើងសូមជម្រាបថាសម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខកាយមាស5ហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានអញ្ជើញដល់ក្រុងសំរោងខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី26ខែមិថុនាឆ្នាំ2025ដើម្បីចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពកងទ័ពកម្ពុជាដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃសម្ដេចតេជោហ៊ុនសែនជាអគ្គមេបញ្ជាការកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះយោធាហើយក៏ជាអគ្គមេបញ្ជាការដែលពោពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយកឈ្នះលើសមរភូមិសង្គ្រាមគួរបញ្ជាក់ថាកងទ័ពនិងសភាវុធដ៏ទំនើបរបស់កម្ពុជាត្រូវបានចល័តចេញពីបន្ទាយឆ្ពោះទៅកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យនិងព្រះវិហារបន្ទាប់ពីទាហានថៃលបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅនេះមកដល់ពេលនេះទាំងទាហាននិងសភាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ